នេះបតគេឲ្យបំបុកធូបាទបំបុកធូនេះជាងយកមកមកតង់ទៀតដែរទេបញ្ហាវាឥឡូវនេះហ្នឹងគឺពាក់ព័ន្ធជាមួយនឹងសំឡេងបាទសំឡេងគឺយើងចាក់លឺធម្មតាអីធម្មតាទេគ្រាន់ថាវាលឺខ្លាំងជ្រុលបើកមកបាសបុកចង់អាយ៉ះ passive បាទបុកឡើងកើតួបាសហ្មងដល់ពេលវាលឺខ្លាំងពេកអញ្ចឹងទៅវាទៅជាខុសប្រកដីវិញណាហើយយើងដោះដើម្បីឆែកហើយធ្វើការជួសជុលបាទខ្ញុំយកមកហ្នឹងគឺយើងពិនិត្យឃើញថាវាមានបញ្ហាកន្លែងណាហើយអញ្ចឹងទីទៀតយើងជួសជុលបាទដូរគ្រឿងដូរក្រៅឲ្យវាត្រឡប់មកប្រកដីវិញហើយបតនេះគឺបាសនេះប្រហែលជាមិនដឹងថាលើកមកពីអីទេបាទចាំមើលទីទៀតថតឲ្យមើលបាទអូបឡនៅខាងមុខបាទកឡោតអូបឡឲ្យសាផុកឥឡូវយើងជួសជុលនេះសិននេះជាបំបុកធូដែលយើងថាមិញបាទមើលអូបឡទៅដោះកនេះសត្វដីសត្វផុកនេះប្រហែលជាជូតចេញអស់ខ្លះហើយបាទបើពីដើមមកមិនដឹងយ៉ាងណាយ៉ាងណីទេនោះសាផុកប្រឡាក់កឡោតឡើយនោះដោះកនឹងមិនយ៉ាងនឹងមិនទៅធ្វើយ៉ាងនេះខ្ញុំមនុស្សស្មោះតែល្ងងហូត្រូវចាំបោកនារីគេស្អាតខ្លាំងពេកខ្ញុំលងសម្រនឹងភីសិកស៊ីមានណាខ្លះអើឃើញស្រីស្អាតគឺចេះតែលង